Sau chụp điệp xuống cái tay thì thà kêu dây rồi ông miên cầm lăng ban đây miên cầm lăng bữa ở đây chùa thực phát sinh ở lực kêu vòng thực rực thì ông nên không prang như vậy và vì vừa tam bích men gọi sinh lực kêu như vậy là với trong trên đông co là với từ tam lần này và với từ ngọc đi và rồi dương bích chi ông quân pre đại dương nơi tại miền chỉ vật nơi lai trong cả đại dương một vài mình cùng với ông bà dương đừng nói thà chỉ vật dương trên tại miền đầm nào mình men lao lơi đi đầm nào chứ nè để dụ trào nếu miền đây tha dụ trào mến tận tay sau cái phim chơi thì chọc rồi đọc ngay khơi miền sau cái phim lo thì mình nè thì đâu thì biết ăn ngay đi còn phải áo cá sầm po យ៉ាងស្អាតធ្វើឲ្យខ្ញុំរំភើបមែនទែនបាទអរគុណព្រះអង្គណាស់នេះយើងមានឱកាសរៀន5បន្ទូលជាមួយគ្នាហើយខ្ញុំគិតថាហើយជាបងប្អូនមើលទៅថាដូចជាមិនដឹងទេ5បន្ទូលឃើញតែដដែលតែពីរឿងដដែលហ្នឹងមកពីដដែលពីព្រោះយើងក៏ដដែលដែរយើងក៏នៅតែអសប្បាយយើងក៏មានទុក្ខយើងក៏នៅតែខឹងយើងក៏នៅតែនេះដូច្នេះរាល់តែថ្ងៃយើងត្រូវការ5បន្ទូលដើម្បីជួយយើងមិនមានន័យថាយើងជឿព្រះយេស៊ូវហើយយើងគ្រប់លក្ខនោះទេព្រះបន្ទូលតែងតែដាស់តឿនយើងដើម្បីឲ្យយើងអាចបានប្រសើរឡើងបាទជាថ្ងៃនេះយើងឃើញថាយើងដាក់ចំណងជើងពីការរីកចម្រើនតាមរយៈការបម្រើព្រះគឺមានន័យឲ្យច្បាស់ថាកាលណាយើងបម្រើព្រះវាបញ្ជាក់ពីការរីកចម្រើនយើងបាទជាសប្តាហ៍ថ្ងៃនេះខ្ញុំឃើញថាខ្ញុំមើលក្រុមបរោះក្រុមស្ត្រីខ្ញុំមិនសូវនេះទេបើក្រុមបរោះក្មេងៗខ្ញុំមើលឃើញហើយខ្ញុំសុំគាត់ចូលទៅក្នុងក្រុមមួយដើម្បីឲ្យគាត់បានបម្រើបាទកាលណាគាត់បម្រើទៅនោះធ្វើឲ្យជីវិតគាត់នៅក្នុងសេចក្តីជំនឿគាត់បានរីកចម្រើនដូចជាការរីកចម្រើននោះមិនអាចនៅស្ងៀមទេអញ្ចឹងបាទថ្ងៃនេះយើងនឹងរៀនពីការនេះផងដែរសូមឧទ្ទិសឋានជាមួយខ្ញុំផងព្រះយេស៊ូវជាព្រះដែលគង់នៅឋានសួគ៌ព្រះអង្គជាព្រះដ៏អស្ចារ្យដែលយើងខ្ញុំជឿតាមហើយយើងជឿពិតថាទ្រង់អាចថែរក្សាយើងខ្ញុំទ្រង់អាចគង់ជាមួយយើងខ្ញុំហើយទ្រង់មានប្រហាតីស្រឡាញ់យើងខ្ញុំហើយទ្រង់មានប្រហាតីឲ្យយើងខ្ញុំបានចម្រើនហើយក៏ចង់ឲ្យយើងខ្ញុំបានបម្រើព្រះអង្គដោយស្មោះត្រង់ទាំងមានចិត្តចុះចូលចំពោះព្រះទាំងកោតខ្លាចព្រះអង្គផងដែរបានជាសូមព្រះអង្គប្រទានពរសម្រាប់ការដែលទូលបង្គំផ្ទាល់ក្នុងការនាំព្រះបន្ទូលសម្រាប់ក្រុមជំនុំហើយព្រះបន្ទូលក៏ជួយទាំងក្រុមជំនុំជួយតែទូលបង្គំផ្ទាល់ដែរដែលជាមនុស្សដែរតែត្រូវការព្រះអង្គជានិច្ចរាល់ពេលវេលាសូមឲ្យព្រះបន្ទូលព្រឹកនេះបានជួយយើងទាំងអស់គ្នាដើម្បីយើងសម្រេចគោលដៅគឺការបម្រើព្រះអង្គធ្វើការថ្វាយព្រះអង្គលុះរហូតដល់ទៅព្រះអង្គបានយាងមកឬក៏ព្រះអង្គបានយកយើងទៅនៅជាមួយព្រះអង្គផងសូមថ្វាយពេលវេលានេះក្នុងព្រះនាមព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទអាមែនរូបកាយយើងមកមុនក៏វាត្រូវការថ្ងៃនេះយើងមានអាហារទទួលទានតាមតែអ្នកដែលគេជួយចិត្តបាទគេជួយចិត្តម្ហូបអាហារគេចូលចិត្តបាទហើយឥឡូវនេះគេកាន់តែចម្រើនផងថ្ងៃមួយដែលពេលដែលខ្ញុំទៅស្រុកកំណើតខ្ញុំនោះមួយលោកគ្រូខ្ញុំបាននិយាយពីទឹកកំប៉ុងទឹកផ្អែមអីនៅក្នុងគេចាស់គេថាអត់ទេបាទមិនបានទេអារឿងផ្អែមហ្នឹងយើងចាស់ហើយកុំផឹកផ្អែមវានាំឲ្យមានទឹកនំផ្អែមវានាំអីគេបញ្យល់ខ្ញុំច្រើនថាបាទថាអរចាអរគុណព្រះអង្គគេស្គាល់គេដឹងពីរបៀបបាទប៉ុន្តែអ្វីដែលយើងចង់និយាយនេះគឺជាតាមពិតបើសិនជារូបកាយយើងមកមុនបានមកមុនយើងអត់មានសុខភាពល្អយើងអត់មានជីវជាតិយើងបានទេបាទហើយខ្ញុំជឿថាបងប្អូនប្រកាសជាឆ្ងាញ់រាល់ថ្ងៃមែនទេមានថ្ងៃអត់ឆ្ងាញ់ទេមានតែបាទខ្ញុំចឹងដែរមានឆ្ងាញ់មានឆ្ងាញ់
ក៏ប៉ុន្តែវាត្រូវការបាទក្នុងមេរៀននេះយើងឃើញតែពាក្យរូបកាយប្រក្រិះរូបកាយប្រក្រិះហ្នឹងគឺពួកជំនុំនឹងឯងបងប្អូនទាំងអស់គ្នាគឺជារូបកាយរបស់ប្រក្រិះបាទសូមជម្រាបឲ្យបានដឹងយ៉ាងដូចនេះឯងបាទពួកជំនុំយើងទាំងអស់ត្រូវតែស្ដាប់បង្គាប់ត្រង់ហើយយើងទាំងអស់គ្នានៅក្នុងការគ្រប់គ្រងរបស់ព្រះអង្គដែរមិនស្រែកដល់ចិត្តទេទោះបីនៅក្នុងគ្រួសារមួយយើងជាមេគ្រួសារមានអាណាធំជាងអញទេវិញអាកូនណែទៅស្ដាប់អញប្រពន្ធទៅស្ដាប់អញដែរប៉ុន្តែយើងទាំងអស់គ្នានេះមកទីនេះយើងមានព្រះមួយតែព្រះអង្គថាទ្រង់ជាព្រះលើអស់ទាំងព្រះហើយទ្រង់គ្រប់គ្រងទាំងអស់លើទាំងអស់ព្រះអង្គជាម្ចាស់នៃយើងដូច្នេះយើងត្រូវតែបានចុះចូលហើយស្ដាប់បង្គាប់ទ្រង់រាល់ថ្ងៃស្ដាប់បង្គាប់ព្រះអង្គទេហើយស្ងាត់ម្លេះសូមអភ័យទោសណាខ្ញុំអធិប្បាយបើមិនបានមើលមុខក្រុមជំនុំទេខ្ញុំមើលមុខក្រុមជំនុំហើយខ្ញុំមើលគ្រប់គ្នាអញ្ចឹងបាទនេះជាទម្លាប់ខ្ញុំតាំងពីខ្ញុំធ្វើគ្រូមកគឺខ្ញុំមើលមុខបាទមើលមុខដោយសេចក្តីស្រឡាញ់មិនមែនមើលមុខដើម្បីឲ្យលុយខ្ញុំទេមើលមុខគឺមើលមុខខ្ញុំមើលមុខទី1ដោយសេចក្តីស្រឡាញ់ទី2ខ្ញុំចង់មើលតើគាត់ស្ដាប់ខ្ញុំអធិប្បាយឬអត់ហើយនេះជាពេលដែលពេលខ្ញុំអធិប្បាយក្រុមជំនុំភាគច្រើនមិនហ៊ានឲ្យមុខទេបាទតែជាគាត់មើលមុខមើលខ្ញុំដូច្នេះនេះជាអ្វីដែលខ្ញុំជម្រាបបងប្អូនសូមអភ័យទោសដែរបើបងប្អូនចង់លាក់មុខបងប្អូនយកកសែងបាំងមុខទៅមិនអីទេមើលទៅអត់ឃើញទេដូច្នេះទី1យើងឃើញថានៅក្នុងនេះយើងឃើញនៅក្នុងចំពុក4ហ្នឹងខ1ដល់ខ3ហ្នឹងយើងដាក់ថាដើរបែបនឹងការងារបាទនៅក្នុងនេះយើងឃើញហើយថាយើងដើរបែបនឹងការងារពីព្រោះយើងសពថ្ងៃយើងក្នុងការដែលយើងរស់នៅបាទយើងមានការងារបាទការងារអ្វីខ្លះដែលយើងធ្វើបាទសាវកពោបានទូមានថាចូលឲ្យអ្នករាល់គ្នាដើរបែបនឹងការងារដែលទ្រង់ហៅមកធ្វើចុះបាទនេះនៅក្នុងព្រះបន្ទូលព្រះអង្គថ្ងៃនេះខ្ញុំនឹងយកព្រះបន្ទូលព្រះអង្គរៀនជាមួយគ្នាតាមអ្វីដែលព្រះគម្ពីរបានប្រាប់យ៉ាងដូចនោះឯងពីការធ្វើមានចិត្តសុភាពបងប្អូនថាលោកគ្រូសុភាពឯអត់អត់ហ៊ានឆ្លើយទេលោកគ្រូកាយឯអត់អូមែនខ្ញុំថាមិនខុសមែនបើថាកាយវិញឮពេញវិហារបើថាសុភាពវិញស្ងាត់ឈឹងខ្ញុំឈឺចិត្តខ្ញុំឈឺចាស់អត់អីទេខ្ញុំមិនឈឺក្បាលខ្ញុំមិនឈឺចាស់ទេការពិតជាការពិតចិត្តសុភាពហើយស្លូតបូតអត់ធ្មត់ទ្រាំទ្រគ្នារៀនមួយពាក្យចូលអត់ធ្មត់យ៉ាងម៉េចបងប្អូនចេះអត់ធ្មត់ទេឬក៏ម៉ាំងទៅម៉ាំងមកអ្វីដែលយើងរៀននេះគឺការរីកចម្រើនតាមការដែលបម្រើព្រះអង្គនេះគឺចឹងពីពួកពេលដែលយើងធ្វើការងារព្រះអង្គយើងនឹងមានការនឹងកើតឡើងហើយការនឹងកើតឡើងកុំបាច់ឆ្ងល់បាទដូចជាព្រឹកមិញលោកគ្រូឡងគាត់បង្រៀនក្រុមបរិសុទ្ធគាត់ថាអារឿងអ្វីទាំងអស់ហ្នឹងមេអារៈដែលវាធ្វើឲ្យមនុស្សងាប់ហើយហ្នឹងត្រឡប់ទៅជាថាមនុស្សហ្នឹងមានវិញ្ញាណកើតនៅតែកើតជាមួយនរណាណីគ្រប់ទាំងអស់ហ្នឹងគឺជាអារៈដែលបំផ្លាញហេតុការណ៍របស់ព្រះណាព្រះគម្ពីរថាមនុស្សត្រូវបានស្លាប់ទៅម្ដងហើយជាប់មនុស្សទៀតអារៈថាអត់ទេមាននរណាទេតែពុកខ្ញុំបកកើតហ្នឹងក៏គាត់និយាយប្រាប់ខ្ញុំដែរបើកាលហ្នឹងក៏អត់ទាន់ជឿព្រះយេស៊ូវតែម្ដាយខ្ញុំទេណាគាត់និយាយពីរឿងនេះដូច្នេះខ្ញុំមិនយករឿងនឹងមកនិយាយប៉ុន្តែខ្ញុំគាត់ចង់និយាយថាគ្រប់ទាំងអស់មានចិត្តសុភាពស្លូតបូតអត់ធ្មត់ទ្រាំទ្រគ្នាដោយស្រឡាញ់នេះយើងដឹងយើងស្គាល់ព្រះបន្ទូលព្រះអង្គមែនប៉ុន្តែពេលដែលយើងធ្វើការជាមួយយើងនឹងជួបរឿងដែលយើងបានហើយរឿងទាំងអស់ហ្នឹងមកពីអាមួយហ្នឹងប៉ុន្តែមានទីស្ទៀនខ្លះគាត់និយាយថារឿងអីសិតតែអាមួយហ្នឹងដល់មែនតើអារៈវាទៅអង្គុយភ្លឺស្រែថាពួកយេស៊ូវហ្នឹងវាឆ្លោះគ្នាហើយវាមកខឹងថាអញហ្នឹងអ្នកនាំមកវាឆ្លោះគ្នាអានេះពាក្យគេនិយាយលេងណាប៉ុន្តែរឿងហ្នឹងរឿងពិតបងប្អូនវិញ្ញាណនឹងនាំការបាក់បែកមកសម្រាប់យើងដូច្នេះបានជាសាវកពោលថា
ចូលអ្នករកគ្នាដើរបែបគួរនឹងការងារដែលទ្រង់បានហៅគេឲ្យមកធ្វើមានន័យថាព្រះអង្គហៅយើងគ្រប់គ្នាព្រះអង្គហៅយើងគ្រប់គ្នាឲ្យជឿព្រះអង្គហើយព្រះអង្គហៅយើងគ្រប់គ្នាណាឲ្យផ្សាយដំណឹងល្អមិនមែនសំដៅទៅពួកគ្រូពួកអ្នកដឹកនាំផ្សេងៗទេគឺគ្រប់គ្នាទាំងអស់អង្គហៅមកឲ្យបម្រើព្រះអង្គបាទហើយកិរិយាទាំងប្រមាណដែលនៅខាងក្រោមនេះបងប្អូនត្រូវដឹងសុភាពស្លូតអត់ធ្មត់ទ្រាំទ្រឲ្យស្រឡាញ់គឺជាអ្វីដែលព្រះបន្ទូលថ្ងៃនេះចង់ឲ្យយើងមានអានឹងនៅក្នុងជីវិតយើងទោះបីយើងមិនទាន់គ្រប់គ្រាន់យើងមិនទាន់ត្រូវក៏សូមព្រះអង្គជួយយើងដើម្បីបន្ថែមដើម្បីឲ្យយើងបានចម្រើនយើងនិយាយថាយើងចង់បានចម្រើនតាមរយៈការបម្រើប៉ុន្តែបើយើងមិនចម្រើនក្នុងជីវិតយើងទេការបម្រើនោះវាអត់បានផលល្អទេបានជាក្នុងខនេះក៏និយាយដែរចូលខំរក្សាសេចក្តីរួបរวมរបស់ព្រះវិញ្ញាណដោយសេចក្តីមេត្រីបាទនេះជាការដែលសំខាន់សម្រាប់បងប្អូនហើយមិនមានផ្លែកទេមេរៀននេះគឺមិនមានផ្លែកទេក៏ប៉ុន្តែយើងក៏ធ្វើរាល់ថ្ងៃដែរនេះជារឿងដែលយើងធ្វើរាល់ថ្ងៃនេះគឺជាពេលដែលយើងនិយាយរាល់ថ្ងៃនេះជាអកប្បកិរិយាដែលយើងធ្វើរាល់ថ្ងៃបានជានៅកូរិនថូសខ្សែទី1ចំពោះ12ខ12ថាសម្រាប់ពោលហ្នឹងគាត់ប្រើពាក្យរូបកាយជានិមិត្តរូបពីពុទ្ធជំនុំនោះហើយអវយវៈច្រើនរួមគ្នាតែមួយបាទអវយវៈយើងច្រើននេះមានន័យថាក្រុមជំនុំជាច្រើនប៉ុន្តែយើងរួមគ្នាមកតែមួយទេណានោះសម្លឹងមើលទៅឲ្យព្រះដល់ជាមេផ្ដើមហ្នឹងបាទមិនមែនសម្លឹងមកទៅគ្រូសល់ក៏មីនេះទេបាទមុខណាគឺគេមិនចង់មើលដែរប៉ុន្តែមិនដឹងថាម៉េចបាទព្រះអង្គឲ្យខ្ញុំធ្វើគ្រូពង្រៀននៅនេះខ្ញុំមិនដឹងដែរសម្លឹងមើលទៅព្រះវិញព្រះដ៏ជាព្រះដែលអស្ចារ្យដែលព្រះអង្គគ្មានខ្វះសតទេសោះព្រះអង្គស្រឡាញ់មនុស្សលោកព្រះអង្គសុខចិត្តសុគតបន្តិចទៀតយើងនឹងធ្វើពិធីលៀងព្រះអង្គចាស់ជាព្រះដ៏បរិសុទ្ធយើងអរគុណដល់ព្រះអង្គណាស់ហើយនៅអេពីសូតចំពោះ4ខ3ដែលពោលថាចូលប្រឹងរក្សាសេចក្តីរួបរวมគ្នាបាទរក្សាសេចក្តីរួបរวมគ្នាខ្ញុំឃើញថារួបរวมខ្លាំងណាស់ពួកវាយបូនរួបរวมគ្នាខ្លាំងណាស់និយាយពីខ្លះយួរទៅក្រោយខ្លះយួរនំមកដាក់ខ្ញុំថាចុះបើវាយបូននេះពួកខ្លាំងទេហើយទៅកម្មវិធីក្នុងវិហារមិនសូវឃើញខ្លាំងអញ្ចឹងសោះបានជានេះជាអ្វីដែលគេត្រូវចិត្តបាទបានខ្ញុំលើកទឹកចិត្តយើងទាំងអស់គ្នាតែមានកម្មវិធីត្រីបរោះអីហ្នឹងគេមានហើយថាវិការប៉ុន្តែយើងឲ្យមានចិត្តអញ្ចឹងដូចអ្នកវាយបូអញ្ចឹងទៅបាទខ្លាំងណាស់អ្នកវាយបូខ្ញុំចូលរួមគេដែរបាទប៉ុន្តែចូលរួមនោះមិនដែលទេលេងខូចរហូតខ្ញុំបោះខូចគេហើយប៉ុន្តែគេមិនហ៊ានមកទេប៉ុន្តែគេដឹងថាលោកគ្រូនេះចង្រៃមែនតើមកបោះមិនដែលចូលទៅចិត្ត2ម្ដងទេហើយខូចគេរហូតប៉ុន្តែខ្ញុំចង់ហាត់ប្រាណខ្លះហើយគេទៅសើទៅគ្រូបាននិងគ្រូអ៊ុនទេអូចូលដល់ទាស់ចូលប៊ូបាទប៉ុន្តែនេះជារឿងមួយដែលខ្ញុំលើកជាឧទាហរណ៍ទេការរួបរวมគ្នានោះក្រុមជំនុំយើងស្ត្រីក៏រួបរวมគ្នាបរិសុទ្ធក៏រួបរวมគ្នាយុវជនក៏រួបរวมគ្នាយើងរួបរวมគ្នាសប្តាហ៍នេះឃើញថាល្អប្រសើរក្រុមជំនុំយើងបាទហេតុអីលោកគ្រូយករឿងនឹងមកនិយាយទៀតពីព្រោះយើងនិយាយដើម្បីដាស់តឿនយើងទាំងអស់គ្នាប៉ុណ្្នឹងទេមិនមែនយកមេរៀនមកស្ដីបន្ទោសបងប្អូនទាំងអស់គ្នាទេគឺយើងដឹងថាយើងបានធ្វើតាមព្រះបន្ទូលនៃព្រះអង្គបាទដូច្នេះយើងទៅដល់ចំណុចទី2ទៀតយើងឃើញថាជាការដែលទ្រង់ខ្ពស់លើទាំងអស់ដោយសារយើងគិតពីព្រះខ្ពស់ទាំងអស់យើងលែងមានអំនួតយើងលែងមានអំនួតហើយបាទយើងអត់មានអំនួតអីទេពីព្រោះយើងគិតថាព្រះទ្រង់ខ្ពស់លើទាំងអស់បានជាខ4ថាទ្រង់ហៅអ្នករាល់គ្នាមកក្នុងសេចក្តីសង្ឃឹមតែមួយរបស់ការងារអ្នករាល់គ្នាដូច្នេះភារកិច្ចយើងទាំងអស់គ្នាមានការងារដែលព្រះអង្គដាក់មកឲ្យអ្នកខ្លះធ្វើគណៈកម្មការនេះគណៈកម្មគូអ្នកខ្លះក៏មិនទាន់បានធ្វើគណៈកម្មការប៉ុន្តែការងារបងប្អូនមានគ្រប់គ្នាអត់មានកពតដៃដើរថាខ្ញុំមិនដឹងធ្វើអីទេណាតើមិត្តភក្តិរៀនជាមួយគ្នានឹងបាននិយាយពីព្រះយេស៊ូវទេណាតើអ្នកចិត្តខាងផ្ទះយើងនឹងបានឮដំណឹងពីព្រះយេស៊ូវទេសុទ្ធតែជារឿងមួយដែលយើងទាំងអស់គ្នាត្រូវតែបានធ្វើការទាំងអស់នោះ
ការងារអ្នករាល់គ្នាគឺអញ្ចឹងគឺជាសេចក្តីសង្ឃឹមរបស់យើងបាទបើយើងអត់មានសង្ឃឹមទេយើងធ្វើអីក៏មិនបានទេបាទយើងអត់មានសង្ឃឹមសូមជួយអធិដ្ឋានសម្រាប់ខ្ញុំដែរហើយប្រហែលថ្ងៃប្រហែលទឹកក្រោយនេះខ្ញុំនឹងទៅជួបមិត្តភក្តិចាស់ខ្ញុំនៅស្រុកហើយចាស់ខ្ញុំខ្លះហ្នឹងទៅជាអាចារ្យវត្តអស់ហើយខ្ញុំមិនដឹងថាយ៉ាងណាទេប៉ុន្តែខ្ញុំមិនមែនទៅធ្វើការផ្សាយនឹងល្អដាក់ពួកនោះទេគឺខ្ញុំនឹងទិញម្ហូបអាហារខ្លះហើយជួបគ្នានិយាយគ្នាហើយខ្ញុំបានប្រាប់គាត់ចឹងក៏ប៉ុន្តែយើងក៏មិនភ្លេចពីការនិយាយពីការអបគុណព្រះអង្គខ្ញុំនឹងធ្វើបន្តពីការអស្ចារ្យរបស់ខ្ញុំអាចនៅរស់បាទខ្ញុំអាចមានប្រពន្ធដែលអង្គការមិនអោយការសោះប្រធានភូមិមិនអោយការសោះខ្ញុំកំពុងតែលីថ្មអាវទៅហែកដៃយាយមេកងមកហៅបើសោះការម៉ោង2ម៉ោង 8:79 មកប្រាប់ខ្ញុំហើយដើរ14គីឡូនេះខ្ញុំចង់និយាយចឹងហើយខ្ញុំនឹងនិយាយប្រាប់ពីបន្ទាល់ខ្ញុំពីព្រះយេស៊ូវអស្ចារ្យសម្រាប់ជីវិតខ្ញុំគ្រួសារខ្ញុំទៅប្រមាណគ្រួសារមកវិញទាំងអស់ទៅបន្តិចមកវិញច្រើនទៀតព្រោះមានអ្នកដែលប្រសូតកើតកូននឹងទៀតបាទដូច្នេះអ្វីដែលខ្ញុំធ្វើនេះខ្ញុំចង់បង្ហាញពីព្រះនៃខ្ញុំដែលមានគ្រប់អំណាចបច្ចេស្តាហើយបងប្អូនក៏ចឹងដែរខ្ញុំគិតថាបងប្អូនគិតពីអ្វីដែរហើយខ្ញុំស្ដាយគ្រាកន្លងទៅខ្ញុំថាតិចទៀតខ្ញុំពិបាកដើរទៅខ្ញុំអាចមានផែនការទេតើមិត្តទាំងអស់ព្រមជួបខ្ញុំទេព្រមគេសប្បាយណាស់ដោយសារមានកម្មវិធីសល់ឲ្យធ្វើចឹងគេសុខចិត្តរត់តុកទៅយកតុកក្នុងវត្តឯថាបើខ្ញុំមានតុកថាមិនពីទេយកតុកក្នុងវត្តខ្ញុំថាយកតុកក្នុងវត្តយកទៅខ្ញុំមិនចង់ដូចថាធ្វើអីឲ្យជំទាស់ចិត្តគេដែរប៉ុន្តែនេះជាអ្វីដែលខ្ញុំក៏ចង់និយាយថាការដែលយើងមានសង្ឃឹមនោះការសង្ឃឹមរបស់យើងនោះចង់ផ្ដល់ទៅឲ្យអ្នកដែលអត់សង្ឃឹមអ្នកដែលមិនដឹងបាទអ្នកដែលមិនដឹងពេលមួយគេធ្វើបុណ្យគេសោតលោកសង្ឃសោតខ្ញុំទៅគេថាអូលោកគ្រូសោតទៅចូលដែរចូលស្ដាប់លោកសោតធម៌ដែរខ្ញុំថាចូលដែរតាខ្ញុំមិនខ្លាចលោកទេហើយចូលទៅចឹងចូលទៅខ្ញុំអង្គុយស្ដាប់ធម៌លោកអរក្រមទៅអាពីសាបល័យហ្នឹងខ្ញុំស្ដាប់បានប៉ុន្តែខ្ញុំនឹងអង្គុយហ្នឹងទៅបាទខ្ញុំចូលរួមនៅក្នុងហ្នឹងដើម្បីខ្ញុំមើលហើយចាស់ទាំងអស់គ្នាថាទេគាត់លន់មកគេថាចុំឯងស្មាពួកយេស៊ូអត់នេះខ្ញុំថាដូចថាអត់ចូលទៅកន្លែងចិត្តលោកចិត្តអីខ្ញុំថាអត់អីទេព្រះយេស៊ូមិនបានហាមទេស្ដាប់លោកស្ដាប់ទៅគ្រាន់តែយើងជាអ្នកដែលដឹងយើងដឹងថាមើលទៅវាមានអីនេះមានអីដែលអត់មានធម៌ណាថានឹងជួយទេមានតែធម៌ថាធ្វើអាក្រក់បានអាក្រក់ធ្វើល្អបានល្អធ្វើបុណ្យបានបុណ្យធ្វើបាបបានបាបដូច្នេះនេះជារឿងមួយដែលយើងទាំងអស់គ្នាជាអ្នកដែលមានសង្ឃឹមណាទ្រង់ហៅអ្នករាល់គ្នាមកក្នុងសេចក្តីសង្ឃឹមតែមួយក្នុងការងារយើងហើយការងារយើងនេះគឺរឿងនោះឯងរឿងប្រាប់គេចូលទៅប្រាប់គេពីព្រះយេស៊ូវរឿងយើងគឺថាកុំភ្លេចអាការងារប្រាប់គេនោះឯងខ្ញុំជាមួយលោកដាវីតចឹងដែរលោកដាវីតថាយើងត្រូវតែមួយថ្ងៃយើងត្រូវតែបានយ៉ាងហោចណាស់យើងប្រាប់គេម្នាក់ពីព្រះយេស៊ូវជួបលើធុកប្រាប់ពីព្រះយេស៊ូវលោកគ្រូសុតគាត់អាសាធ្វើបន្ទាល់ជួបលើឡានលោកគ្រូអូនក៏ចឹងដែរដាវីតក៏ចឹងដែរដូចតែយើងទាំងអស់គ្នាជួបកន្លែងណាគឺយើងនិយាយពីព្រះយេស៊ូវកន្លែងហ្នឹងនឹងហើយជាសេចក្តីសង្ឃឹមរបស់យើងហើយការងារអ្នករាល់គ្នាគឺការងារនឹងឯងថ្ងៃនេះខ្ញុំសឹងថាមិននិយាយវែងទេគឺការងាររបស់យើងគឺការនៃងារដែលយើងប្រាប់គេកាលណាប្រាប់គេទៅទោះបីគេជឿមិនជឿទៅយើងនេះវាមានអំណរហើយអាការអំណរនឹងហើយដែលចម្រើនយើងគិតថាយើងចម្រើនហើយខ្ញុំឥឡូវគ្រាន់បើខ្ញុំកាលមុនទៅវិហារទៅអង្គុយចង់ហ៊ានមើលមុខណាទេដល់ក្រោយមកខ្ញុំដូចជាបានចម្រើនដែរខ្ញុំចង់ឲ្យក្រុមជំនុំចម្រើនការនោះឯងក្លាហានឡើងពីព្រោះព្រះអម្ចាស់តែមួយសេចក្តីជំនឿតែមួយបុណ្យជាមួយទឹកតែមួយបាទមានតែព្រះគឺជាព្រះបិតានៃអ្នករាល់ទ្រង់ខ្ពស់លើទាំងអស់គង់នៅកណ្ដាលទាំងអស់ហើយសន្ធិដ្ឋនៅក្នុងទាំងអស់នេះព្រះអង្គព្រះវិញ្ញាណបរិសុទ្ធកំពុងតែគង់នៅជាមួយយើងទាំងអស់គ្នាគ្រប់គ្នា
chưa thế đôi thế cùng nít đây dân kích bọn đắng á men trăm bánh dây thế cùng nít đây dân kích có bọn chia đây đôi thế dân chơi ta trong cùng nít từ biết from đây dân chơi ta bàn vừa ở bọn bàn shop hạt thìពីព្រោះព្រះអង្គសន្ធិដ្ឋនៅក្នុងទាំងអស់ឥឡូវទី3យកចិត្តដល់នេះហើយគឺគំថាម៉ោង10កន្លះយើងអាចប្រកបការអធិប្បាយទី3គឺទ្រង់ប្រទានដោយទានកន្លែងនេះយើងឃើញថាពីខ7ទៅខ12ហ្នឹងគឺអានមិនហើយប៉ុន្តែខ្ញុំក៏ទៅយកខខ្លះទ្រង់ផ្ដល់ប្រគុណដល់យើងរាល់គ្នារៀងខ្លួនតាមຂະຫນາດនៃអំណោយទាននៃព្រះគ្រីស្ទបាទនេះជារឿងសំខាន់មួយសម្រាប់អំណោយទានបាទអ្នកខ្លះមិនគាត់មិនចេះស្អីទេអំណោយទានគាត់ចេះតែខាងប្រាប់គេពីព្រះយេស៊ូវនោះពិសេសហើយបាទអ្នកខ្លះអត់មានអំណោយទានអីអំណោយទានខាងព្រលឹមឡើងថ្ងៃអាទិត្យទិញនំទិញទឹកអីឲ្យគ្នាហូបចឹងទៅអ្នកខ្លះមានអំណោយទានពេលបុណ្យទានពេលអីទិញកាដូចែកឲ្យគ្នាឬក៏ពេលមានកម្មវិធីអីហ្នឹងដូចបងប្អូនដឹងម្សិលមិញយើងប្រជុំវិហារយើងគណៈកម្មការយើងគិតថាយើងនឹងទិញកៅអី100ទៀតពីព្រោះថ្ងៃមុនលោកគ្រូមួយគាត់ទិញឲ្យ100ហើយប៉ុន្តែវាអត់គ្រប់យើងមានរកអាកៅអីខៀវហ្នឹងវាកញ្ចាក់ពេកអាខ្លះទៅវាចង់បាក់យើងខ្លាចគ្រោះថ្នាក់ណាយើងក៏គិតថាយើងនឹងទិញ100ម្សិលនឹងស្រាប់ទៅថាមានលោកមួយគាត់ថាបើកៅអីមួយ6រៀលយើងដឹងថា6រៀលទេណាប៉ុន្តែឥឡូវហ្នឹងមិនដឹងប្រហែលប៉ុន្តែយើងដឹងថា6រៀលគាត់ថាអញ្ចឹងខ្ញុំ30កៅអីអាយ៉ា30កៅអីយើងនៅតែ70ទៀតទេវិហារស្រាប់តែមួយថាខ្ញុំ10កៅអីអាយ៉ាឡើង40ចាំមកទទួលមួយទៀតខ្ញុំ10កៅអីឥឡូវឡើង50មកទទួលមានមួយទៀត10កៅអីឡើង60ឥឡូវដូចជានៅតែ40ទេហើយក្នុងវិហារគ្នាច្រើននេះ40ម្នាក់មកកៅអីអីក៏គ្រាន់ដែរនេះ Are you okay តែម្នាក់មករៀនមកចិត្តបានកៅអី40នឹងបាត់ហើយបាទថានេះទេមិនមែនគ្រូមកជំរិតទេនេះជាអ្វីមួយដែលយើងគិតថាជាអំណោយទានដែលព្រះអង្គប្រទានពរសម្រាប់យើងបាទបានជានៅក្នុងកូរិនថូសខ្សែទី1ចំពោះ12និយាយពីរូបកាយជាមានអវយវៈច្រើនផ្សេងគ្នាតែជារបស់រូបកាយតែមួយរបស់ព្រះគ្រីស្ទទេយើងផ្សេងគ្នាមែនប៉ុន្តែម្ចាស់យើងមានតែមួយគឺជាព្រះគ្រីស្ទបាទយើងធ្វើអីក៏ព្រះអង្គជ្រាបហើយព្រះអង្គញញឹមបាទខ្ញុំស្រឡាញ់ណាស់ពាក្យនឹងគ្រូចាស់ក៏ចែកនិយាយថាព្រះញញឹមដាក់យើងឃើញយើងមានអំណោយទានឃើញយើងស្រឡាញ់គ្នាឃើញយើងអត់ទោសឲ្យគ្នាឃើញយើងរាប់អានគ្នាចាប់ដៃគ្នាសួរសុខទុក្ខព្រះញញឹមប៉ុន្តែខ្ញុំខំញញឹមមិនក៏មិនឃើញញញឹមប្រហែលទេបាទប៉ុន្តែខ្ញុំញញឹមនៅក្នុងចិត្តចុះពីព្រោះមុខខ្ញុំញញឹមមិនសូវឃើញញញឹមប្រហែលទេប៉ុន្តែបងប្អូនត្រូវដឹងថាព្រះសុខហត្ថេការទាំងអស់នោះបាទរូបកាយយើងជារបស់ព្រះគ្រីស្ទកិច្ចការបម្រើព្រះដូចជាយើងកំពុងតែហាត់ប្រាណដែររូបកាយរបស់យើងដែរបាទរូបកាយរបស់យើងត្រូវការហាត់ប្រាណឯជីវិតយើងបម្រើព្រះអង្គត្រូវការបម្រើព្រះអង្គឧបកលៈទេសៈពេលវេលាសពថ្ងៃនេះយើងមានអ្នកកត់អ្នកដែលមកប្រជុំប្រមាណអ្នកមានបរិសុទ្ធប្រមាណស្ត្រីប្រមាណហើយមានអ្នកធ្វើការច្រើនខាងត្រួតត្រងខាងអីទាំងអស់ហើយខ្ញុំអរគុណព្រះអង្គដែលសម្រាប់ក្រុមជំនុំយើងដូច្នេះមេរៀនដែលខ្ញុំយកមកបង្រៀននេះមិនមែនមានន័យថាខ្ញុំនិយាយដើម្បីនេះណាទេគឺខ្ញុំលើកពីចំណុចហើយខ្ញុំដឹងថាព្រះប្រទានពរយើងតាមរយៈបងប្អូនផងដែរបាទការបម្រើព្រះមិនមែនសម្រាប់តែនរណាមួយទេយើងដឹងហើយថាយើងបានរៀបចំព្រះវិហារនេះយើងលើកសរសើរតម្កើងព្រះអង្គហើយយើងនឹងធ្វើការទាំងអស់នេះគឺសម្រាប់ព្រះអង្គត្រូវគិតថាខ្ញុំធ្វើការនេះខ្ញុំបម្រើព្រះខ្ញុំមិនមែនបម្រើមនុស្សទេចង់តែឯងគិតមិនគិតទៅប៉ុន្តែខ្ញុំបម្រើព្រះដើម្បីឲ្យក្រុមជំនុំខ្ញុំបានរីកចម្រើនឡើងនេះហើយជាទិសដៅរបស់យើងបានជាបម្រើព្រះមិនមែនសម្រាប់តែមនុស្សទេយើងគឺបម្រើសម្រាប់ព្រះហើយទ្រង់ផ្ដល់ប្រគុណដល់យើងគ្រប់គ្នាធ្វើអ្វីដែលយើងអាចធ្វើបានពីអ្វីដែលយើងអាចធ្វើបានដូច្នេះទ្រង់មិនបានបង្ខំទេបាទអ្នកខ្លះថាអូខ្ញុំមិនចេះដូចលោកគ្រូនិយាយទេឬក៏មិនចេះដូចអ្នកនេះអ្នកនោះទេ
ប៉ុន្តែព្រះអង្គមិនដែលពឹងខំទៅព្រះអង្គឲ្យតែបានក្នុងចិត្តយើងស្រឡាញ់ព្រះអង្គបាទស្រឡាញ់ព្រះអង្គហើយរស់នៅជាទីដែលគេមើលមកឃើញថាយើងជាពួកដែលមានសង្ឃឹមមែនពីព្រោះមនុស្សភាគច្រើនគេមានសង្ឃឹមទេអញ្ចឹងហើយបានគេចេះតែរត់ទៅនេះរត់ទៅនោះបងប្អូនដឹងទេបើមានសង្ឃឹមហើយរត់ទៅណាទៀតមែនទេថ្ងៃអាទិត្យមកវិហារនេះសប្បាយជួបជុំគ្នាហើយដឹងថាព្រះលើយើងឡើងទៀតប៉ុន្តែអ្នកដែលអត់សង្ឃឹមលឺសូរនេះរត់ទៅនោះលឺសូរនេះរត់ទៅនោះពីព្រោះអីពីព្រោះគេអត់ទាន់មានលំនឹងនៃក្តីជំនឿរបស់គេគ្មានគេអត់មានដាំនៅក្នុងព្រះយេស៊ូវទេបើអស់បងប្អូនដែលជឿដល់ព្រះយេស៊ូវហើយអត់រង្គើទេបាទទោះមានភ្លៀងទោះមានខ្យល់បក់យ៉ាងម៉េចក៏អត់រង្គើដែរមិនមែនគេថាអូព្រះផុសនៅនេះហើយក្រុមជំនុំយើងរត់ទៅអូដល់នេះមានបុណ្យទៅនេះអូរត់ទៅនោះអត់មានទេពួកអ្នកជឿព្រះយេស៊ូវក្រុមជំនុំយើងពិសេសមែនទេបាទយើងថ្វាយពេលវេលាយើងថ្វាយពេលវេលាស្គាល់ទេពេលវេលាស្គាល់ទេថ្វាយទៅព្រះនៅពេលណាស្អីទៅដែលលោកគ្រូចង់និយាយឲ្យខ្ញុំថ្វាយពេលវេលាជឿដល់ក្រុមជំនុំយើងត្រូវការកម្មវិធីក្រុមជំនុំយើងត្រូវមានកម្មវិធីផ្សេងបើប្រកាសរួចហើយក្រុមជំនុំមកទៅ3នាក់ធ្វើកម្មវិធីមិនបានអូខ្ញុំរវល់ជូនប្រពន្ធទៅផ្សារអូនេះរវល់កាត់សក់អូរវល់ទៅអីណារីសតអីណាស្អីកន្លែងឥឡូវវាទំនើបខ្ញុំមិនបន្តទេការដែលទំនើបបើខ្ញុំចង់និយាយថាថ្វាយពេលវេលាជួបជុំគ្នាពេលដែលយើងរៀបចំកម្មវិធីមួយបើមកជួបជុំគ្នាសប្បាយហើយមានដំណរមែនទេបាទពេលថ្ងៃនេះក៏អស្ចារ្យដែរមកចង់ពេញកៅអីដែរហ្នឹងបាទអរគុណដល់ព្រះអង្គចាំទេថ្វាយពេលវេលាថ្ងៃក្រោយបើយើងថាមានការប្រកបឬក៏ធ្វើស្អីក្នុងវិហារមាននរណាមួយបាត់មុខខ្ញុំទៅតាមដល់ផ្ទះបាទទេនិយាយនេះបាទហើយឥឡូវនេះយើងមានpage វិហារយើងហើយមាន Messenger មានស្អីណាតាក់ទងគ្នាបាទដូច្នេះល្អដែលយើងអាចធ្វើបានថ្វាយកម្លាំងកាយដែរបងប្អូនដឹងហើយពេលវេលាម្ដងឥឡូវនេះបុណ្យព្រះអង្គមានវិជនរស់អាទិត្យក្រោយនេះដល់ទៀតបុណ្យព្រះអង្គមានវិជនរស់គ្រាន់តែម៉ោង5នោះតាំងពីលោកជំជឿតាំងពីនេះបរោះអីនៅជុំវិញនេះមកជូនយកអាកៅអីអាតុកខាងក្នុងនឹងបោកនាងទឹកជូរជំរះមិនធម្មតាទេបាទប៉ុន្តែបងប្អូននៅឆ្ងាយមិនបាច់ទេមិនដល់ថ្នាក់នឹងទេសូមឲ្យថាប៉ុន្តែខ្ញុំចង់និយាយពីកម្លាំងគឺចឹងយូរកៅអីឡើងយូរកៅអីចុះពួកការងារទាំងអស់ហ្នឹងគឺជាការងារបម្រើព្រះហើយកាលណាយើងធ្វើទៅយើងសុបាយយើងថ្វាយជាទ្រព្យសម្បត្តិដែរឃើញទេថ្វាយទ្រព្យសម្បត្តិយើងដាក់ទាំងថ្វាយលោកគ្រូខ្ញុំដាក់ទាំងថ្វាយរាល់អាទិត្យហ្នឹងខ្ញុំថ្វាយហើយទាំងថ្វាយ1/10ហ្នឹងវាចឹងដែរបាទខ្ញុំបង្រៀនទៅទៅចូលទាំងថ្វាយប៉ុន្តែនេះជាការសំខាន់បងប្អូនធ្លាប់ធ្វើទាំងថ្វាយនឹងខ្ញុំឮសូមក្រុមជំនុំខ្លះថានោះលោកគ្រូខ្ញុំចូលមួយឆ្នាំហ្នឹងទាំងថ្វាយ10ផុតមួយដូចធ្វើមិនបានទេរស់ស៊ីមិនសូវបានយល់ពីទាំងថ្វាយ10ផុតមួយទេរស់ស៊ីព្រះអង្គមិនថាយើងរស់ស៊ីមិនសូវបានមកយើងរស់ស៊ីបានធ្លាប់ទៅបាន10000ឥឡូវបានដល់1000ព្រះអង្គយកប្រមាណយក100ដែរយកហ្នឹងទៅមិនក៏ចាំមិនថាខ្ញុំឆ្នាំនេះអត់ថ្វាយ10ផុតមួយបានទេរស់ស៊ីមិនសូវបានអូយព្រះអង្គអើយក្រុមជំនុំទាំងអស់ឮទេបាទព្រះអង្គយកអ្វីដែលយើងមានទេមិនថាឆ្នាំនេះរំសូវបានអត់លែងដាក់ទាំងវាយ10ផុតមួយទេដាក់ទាំងវាយ10ផុតមួយព្រះអង្គសពហត្ថទេសម្រាប់ឲ្យយើងវាយហើយទ្រព្យសម្បត្តិជាទ្រព្យសម្បត្តិយើងដែរបាទតែខ្លះចំណាយទាំងឡានចំណាយទាំងពេលវេលាជូនក្រុមជំនុំជូននេះដល់អត់គិតពីពេលវេលាបាទខ្ញុំឃើញការចំនួនយើងធ្វើសិក្ខាសាលានៅនោះលោកជឿទៅអីហ្នឹងឲ្យឡានលើខូចឡានពហិខូចអីយើងមកគ្នាចង់ទៅដឹកជូនចង់ទៅធ្វើអីនេះជាឆន្ទៈនេះជាអ្វីមួយដែលយើងបង្ហាញថាយើងគិតពីគ្នាទៅវិញទៅមកណាឬអ្នកឈឺក៏យើងទៅសួរឬអ្នកឈឺក៏យើងឈឺជាមួយបាទថ្ងៃមុនអាទិត្យមុននេះយើងបានទៅវត្តហេរ៉ូទៅជាមួយដេវីតដែរក្រុមបរោះប្រធានបរោះហើយលោកគ្រូទៅប្រហែលអ្នកដែរគាត់មកលេងតាប៊ូទេគាត់ឈឺអាថ្មិញនេះគាត់ថាលោកគ្រូអើយអាថ្មិញនេះវាបាក់ទៅវាចេះតែចាញ់ចាក់ក្រោយទៅវាចាក់ហ្នឹងទៅវាឈឺខ្លាំងទៅពេទ្យវៀតណាម
Việt Nam tham hà điហើយលោកឯងចង់ចាក់5000មកបញ្ចូល5000ក៏មាន1000ក៏មានហើយទៅចាក់6ដងហើយក៏ថាគ្មានទេមានតែ1000ចាក់1000អស់6ដងមានន័យថាអស់6000នៅតែអត់បាត់កូនគាត់ក៏មកពិហាយើងហ្នឹងហើយប្រាប់ថាគាត់នឹងយកពួកគាត់ទៅថ្ងៃច័ន្ទថ្ងៃទីអញ្ចឹងយើងទៅអធិដ្ឋានហើយយើងបានហៅគ្នាដោយសេចក្តីនឹករលឹកហើយយើងសន្យានឹងអធិដ្ឋានសម្រាប់ដូច្នេះនេះជាអ្វីមួយដែលយើងជាពួកជំនុំត្រូវឲ្យមានចិត្តហ្នឹងឯងបាទហើយខ្ញុំតែនិយាយស្អីរៀងស្រួលខ្ញុំយំបាទខ្ញុំយំពីព្រោះអីនេះជាខ្ញុំមិនដឹងទេប៉ុន្តែខ្ញុំគេថាទុនពេកចិត្តទុនពេកបាទប៉ុន្តែនៅខ្លះគេថាខ្ញុំចិត្តរឹងប៉ុន្តែពេលខ្លះទឹកភ្នែកខ្ញុំហូរទឹកភ្នែកស្រក់ទាំងមិនដឹងខ្លួនមិនមែនទឹកភ្នែកស្រក់មិនមែនគ្មានបញ្ហាទេតើមានបញ្ហាបានទឹកភ្នែកនឹងស្រក់បាទគឺដួលក្នុងចិត្តអាណិតឬរឿងស្អីមួយដែលយើងមានបាទពីព្រោះយើងជាអ្នកបម្រើព្រះអង្គអធិដ្ឋានចង់ប្រកបជួបគ្នាមើលមុខគ្នាឲ្យចំខ្ញុំមានមេរៀនមួយប្រពន្ធខ្ញុំសប្ងៃជាលេខាដល់ឧត្តមអូនគ្រូឯងអួតប្រពន្ធហ្នឹងចេះខ្មាស់ទេខ្មាស់តែណាខ្ញុំអួតប្រពន្ធខ្ញុំព្រោះប្រពន្ធខ្ញុំធ្វើមែនពេលខ្ញុំនិយាយជាមួយភ្ញៀវបរទេសអញ្ចឹងគេនិយាយមកខ្ញុំជួនកាលខ្ញុំអត់មើលមុខគេទេខ្ញុំដូចជាបែរទៅគេទេប្រពន្ធខ្ញុំថាបងមើលមុខគេឲ្យចំពួកគេកំពុងមើលមុខយើងហើយខ្ញុំខ្សោយយ៉ាងកន្លែងហ្នឹងអាណាបរទេសនិយាយមកអញ្ចឹងខ្ញុំដូចបាទខ្ញុំខ្សោយដែរបើភ្នែកខ្ញុំទៅមើលឯណានោះបាទដូច្នេះនេះជាអ្វីមួយដែលយើងគិតពីការហ្នឹងបងប្អូនត្រូវមើលមុខនេះឲ្យចំបាទមើលមុខនេះឲ្យចំមែនទេមានន័យថាយើងស្រឡាញ់គ្នាយើងរាប់អានគ្នាយើងមានអំណរមើលទឹកមុខយើងរីករាយមែនបាទប៉ុន្តែបើគេកំពុងតែយំយើងមិនមែនទៅសើចដាក់គេទេយល់បាទយើងមានអំណរពេលដែលយើងជួបគ្នាប៉ុន្តែបើមានទុកយើងទុកដែរប៉ុន្តែមើលមុខគ្នាជួបគ្នាញញឹមឲ្យអស់ចេះញញឹមអស់ហ៎ចុះញញឹមអត់អស់មិនអត់លះក្នុងចិត្តទេណាញញឹមដែរតែញញឹមតិចបាទដូច្នេះញញឹមឲ្យអស់ដូចគេថាមានសង្ឃឹមដែរតែសង្ឃឹមតិចបាទត្រូវតែញញឹមឲ្យអស់ជួបគ្នាកន្លែងណាដែលយើងប្រើប្រាស់អំណោយទានដើម្បីបម្រើព្រះរូបកាយបាទរូបកាយយើងទាំងស្រុងនឹងបានស្អាងឡើងអូអស្ចារ្យណាស់ព្រះអង្គថ្ងៃនេះប៉ុន្តែបើសិនជាយើងមិនបាននេះទេគាត់ទៅបើកភ្នែកមកថានឹងស្អីទេមានរឿងមិនចេះចប់ប៉ុន្តែបើយើងជឿព្រះអង្គហើយអូបាយស្រីល្អទៅព្រះអង្គសូមព្រះអង្គបានប្រទានពរសូមព្រះអង្គបានជួយឲ្យការទាំងអស់នេះហើយថ្ងៃនេះជាថ្ងៃថ្មីដែលទូបង្គំត្រូវរស់មួយថ្ងៃនេះសូមព្រះអង្គបានប្រទានពរឲ្យខ្ញុំជួបតែការមួយដែលខ្ញុំអាចអត់ទោសឲ្យគេអាចស្រឡាញ់គេបាទអញ្ចឹងហើយបានជាសេចក្តីបង្រៀននេះល្អអេតចាយនៅផ្ទះខ្ញុំមិនដែលអស់លុយទេហើយកូនអីលក់មិនដឹងទេបើតែបើជួបខ្ញុំអេតចាយមួយនោះគាត់នៅក្មេងដែរគាត់ហៅខ្ញុំទៅឪទេបាទក្រុមជំនុំយើងខ្លះគាត់ហៅខ្ញុំឪអីដែរប៉ុន្តែអេតចាយនេះគាត់ហៅខ្ញុំឪមិនមែនឮសូរគេហៅឪចូលទេណាប៉ុន្តែអ្វីដែលមានខ្ញុំគិតថាយើងទុកទៅវាសុខមកមុខផ្ទះយើងអញ្ចឹងអត់ដែរយ៉ាងសង្ឃសីអត់ដបស្អីដែលគេត្រូវយើងឲ្យនឹងមិនភ្លេចនិយាយដែរអរគុណព្រះយេស៊ូវដែលព្រះអង្គប្រទានពរឲ្យខ្ញុំឲ្យអ្នកដែលទៅស្គាល់ព្រះយេស៊ូវបាទអរគុណព្រះអង្គណាស់ពេលដែលយើងធ្វើបន្តយើងចម្រើនបងប្អូនពេលយើងចូលរួមកម្មវិធីផ្សេងក៏យើងចម្រើនដែរដូចគេឃើញឯងយើងមានអំណរបញ្ជាក់ថាចម្រើនដោយការចូលរួមការងាររបស់ព្រះបាទបងប្អូនចង់ចម្រើនបងប្អូនចូលរួមនៅក្នុងក្រុមជំនុំមានកម្មវិធីស្អីសុខចិត្តមកចូលរួមបងប្អូននឹងចម្រើនខាងឯសេចក្តីជំនឿផងចម្រើនក្នុងចិត្តរបស់បងប្អូនរីករាយចង់ជួបដូចជាយើងស្រឡាញ់អ្នកណាមួយអញ្ចឹងចង់ជួបខ្ញុំនិយាយតិចចុះខ្ញុំទៅដឹងប្រពន្ធខ្ញុំហើយពេលហ្នឹងគាត់នៅវាស្ទឹងចនិតកាលខានហើយខ្ញុំចង់ជួបគាត់ណាប៉ុន្តែ
ដល់ពេលនេះគេឲ្យទៅដឹកអង្គទៅដឹកចំអាកន្លែងការដ្ឋាននឹងទៀតខ្ញុំផាន់ផងជាមួយគ្រូបាននេះផងប៉ុន្តែគ្រូបានគ្រូអីខ្ញុំមិនដឹងថាគាត់នឹកប្រពន្ធសក់គ្រូទៅដឹងឬអត់ទេហើយខ្ញុំទៅដល់គេថាទៅដល់ពេលនេះគេថាអូគាត់អត់តនេះទេតែពេលងូទឹកល្ងាចម៉ោង5ម៉ោង6ក្នុងស្ទឹងនឹងគឺថាមនុស្សច្រើនណាមិត្តឯងមើលទៅឃើញហើយហើយខ្ញុំសួរគេតែគេថាអូចាំមើលតិចទៀតតិចកាន់ទៅងឹតមែនតើអត់មកជួបម្នាក់ទៀតថាអូគាត់មិនមកទេឮថាមិត្តឯងមកគាត់អត់មកហ្មងគាត់នៅសង្អមីខ្ទមគាត់បាទសង្ឃឹមពេលខ្លះអញ្ចឹងដែរប៉ុន្តែមិនអីដល់ពេលរៀបការយើងការងារនៅជិត50ឆ្នាំហើយបាទអរគុណព្រះអង្គដូច្នេះរាជរបស់ព្រះអង្គគ្រប់គ្នាត្រូវតែមានចំណែកក្នុងការបម្រើព្រះព្រោះយើងម្នាក់ព្រះប្រទានឲ្យមានដំណោយទានឲ្យមានការក្នុងចិត្តយើងនឹងគ្រប់គ្នាសូមព្រះអង្គបានប្រទានពរដល់លោកអ្នកខ្ញុំគិតថាសូមអញ្ជើញអ្នកដែលលើកពេងឡើងមកហើយបងប្អូនក៏បានដឹងដែរថាព្រះយេស៊ូវព្រះអង្គដោយសារតែបាបយើងបានមានទ្រង់បានសគត់នៅកាល់វារីនោះដូច្នេះហើយអ្វីដែលយើងធ្វើនោះគឺជាការបង្គាប់របស់ព្រះអង្គថាចូលធ្វើពិធីនេះដើម្បីរំលឹកពីខ្ញុំរហូតដល់ព្រះអង្គនឹងយាងមកផងដែរបានជាយើងតែងតែធ្វើពិធីនេះជាពិធីមួយដែលបញ្ជាក់ពីសេចក្តីស្រឡាញ់នៃព្រះអង្គហើយយើងមានឱកាសនឹងធ្វើពិធីនេះដោយយើងបានទទួលព្រះអង្គហើយយើងបានជឿព្រះអង្គហើយយើងបានស្គាល់ព្រះអង្គហើយបើបងប្អូនមិនទាន់ស្គាល់ព្រះអង្គនៅឡើយទទួលពិធីនេះហាក់ដូចជាមិនមានប្រយោជន៍ទេបាទបើសិនជាបងប្អូនថាខ្ញុំយកព្រះអង្គជាព្រះនៃខ្ញុំហើយនោះហើយដែលបងប្អូនទទួលទៅត្រូវបាទ